ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមមកចែករំលែកទាក់ទងជាមួយនឹងអត្ថប្រយោជន៍នៃផ្លែស្រម៉ផ្លែស្រម៉មានទំហំប៉ុនមួយជើងហើយខ្លះក៏មានទំហំប៉ុនមួយដៃខ្លះមានរាងមូលខ្លះក៏មានរាងស្រួចបន្តិចទៅតាមតំបន់នៃរុក្ខជាតិទាំងអស់នេះដុះផងដែរផ្លែស្រម៉មិនត្រឹមតែបរិភោគឆៅបានផ្ទាប់ជាមួយត្រីប្រៃឬក៏ផ្ទាប់ជាមួយអំបិលផ្លែស្រម៉យើងអាចកែច្នៃធ្វើជាជ្រក់ដើម្បីញ៉ាំផងដែរហើយផ្លែស្រម៉យើងអាចយកវាទៅហាលឲ្យស្ងួតធ្វើជាទឹកតែដើម្បីឆុងញ៉ាំក៏បានផ្លែស្រម៉យើងអាចយកទៅត្រាំជាមួយនឹងស្រាឬក៏ទឹកឃ្មុំធ្វើជាឱសថធម្មជាតិបានយ៉ាងពូកែស័ក្តិសិទ្ធិផ្លែស្រម៉មានអត្ថប្រយោជន៍ចំពោះសុខភាពទាំងអស់គ្នាមិនគួរពុកម៉ែបងប្អូនទាំងអស់គ្នាមើលរំលងអំពីអត្ថប្រយោជន៍នៃផ្លែស្រម៉នេះឡើយផ្លែស្រម៉ជួយលាងជាតិពុលនៅក្នុងខ្លួនកម្ចាត់មេរោគក្នុងថ្លើមបំបត្តិឈឺក្បាលវិលមុខដោយសារខ្វះអាហារបំបត្តិអាការៈក្អកស្ងួតនិងស្លេសសម្រួលការទល់លាមកសម្រួលប្រព័ន្ធរំលាយអាហារបានល្អជួយក្រពះពោះវៀនជួយឲ្យស្បូនរឹងមាំបំបត្តិការឃ្លានអាហារជួយសម្រកទម្ងន់បំបត្តិការស្រេកទឹកជួយបំបែកគ្រោះក្នុងតម្រងនោមព្យាបាលរលាកតម្រងនោមសម្រួលអារម្មណ៍ឲ្យគេងស្កប់ស្កល់សម្រាប់ថែរក្សារាងកាយឲ្យបានល្អជួយសម្រួលដល់សមាធិបានល្អនិងធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់ព្រមទាំងបំបត្តិចុករោយសរសៃបានយ៉ាងល្អផងដែរដូច្នេះសូមបងប្អូនពុកម៉ែទាំងអស់កុំមើលរំលងអំពីអត្ថប្រយោជន៍នៃផ្លែស្រម៉ផ្លែស្រម៉ថ្វីត្បិតតែមិនមានតម្លៃថ្លៃតែវាពិតជាមានគុណភាពល្អហើយវាពិតជាឱសថធម្មជាតិដែលមានអត្ថប្រយោជន៍សំខាន់បំផុតចំពោះសុខភាពដូច្នេះនាងខ្ញុំសង្ឃឹមថាបងប្អូនពុកម៉ែមិនមើលរំលងអំពីអត្ថប្រយោជន៍នៃផ្លែស្រម៉នេះឡើយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តស្ដាប់នៅការបកស្រាយរបស់នាងខ្ញុំ